សួស្តីបងប្អូនអរគុណបាទមើលទាំងអស់គ្នាបងប្អូនបាទថ្ងៃនេះគឺម៉ូតូស្កូពីមួយគឺមានបញ្ហាយើងងាកចង្កូតទៅឆ្វេងទៅស្ដាំរៀងរឹងបងប្អូនបាទហើយបញ្ហានេះគឺជំរុញធ្វើមើលម្ដងហើយបញ្ហាម៉ូតូហ្នឹងឥឡូវជំរុញធ្វើម្ដងទៀតបាទហើយរឿងច្បាស់ទេបងប្អូនអរគុណបាទអញ្ចឹងយើងដឹងដល់គ្នាតើបញ្ហាម៉ូតូស្កូពីនេះមូលហេតុអ្វីបាទឥឡូវចាប់ផ្ដើមដល់ចង្កៀងមុខបាទគឺមុខក៏មានឯកបាដោះទេបងប្អូនបាទយើងគ្រាន់តែដាក់ទឹកសាប៊ូបាទជុំវិញកន្លែងដែលកលឹះតែ4ជ្រុងហ្នឹងមកបាទគឺមានកលឹះក្នុងអញ្ចឹងបងប្អូនគឺមួយជាង2យើងចាក់ទឹកសាប៊ូរៀងចូលតិចមកយើងយកដៃយើងទៅគោះតិចមកយើងគោះទីគោះរៀងខ្លាំងដែរបាទចេញស្រួលបាទឥឡូវដោះរួចរាល់ហើយបាទឥឡូវយើងពិនិត្យមើលដល់គ្នាបាទតើមកពីបញ្ហាអ្វីបានជាម៉ូតូនេះយើងងាកចង្កូតទៅឆ្វេងទៅស្ដាំរឹងជិះទៅរៀងទីងរត់តែធ្លាក់ផ្លូវបាទឥឡូវយើងចាប់ដើមមើលដល់គ្នាបាទយើងដោះកង់ចេញសិនបាទដើម្បីនេះឃើញបាទដូចវាសឿអញ្ចឹងពេលយើងដាក់ត្រង់ទៅត្រឹមឃើញនេះឃើញបាទឃើញដូចវាសឿអញ្ចឹងបងប្អូននេះគឺជាបញ្ហាហើយបាទនេះបញ្ហាហើយឥឡូវចាប់ដើមមើលដល់គ្នាតើបញ្ហាហ្នឹងបញ្ហាអ្វីបានជាយើងដាក់ប្រវត្តិគោលដាក់ឲ្យត្រង់ទៅដូចវាសឿទីត្រឹលអញ្ចឹងឥឡូវចាប់ដើមមើលដល់គ្នាបាទឥឡូវយើងយកដោះនៅបាំងពុកចេញសិនបាទបងប្អូនមកបាទហើយខាងខ្ញុំហើយដល់បងពុកបងប្អូនហើយដល់មិនហើយបងប្អូនបាទឥឡូវចាប់ដើមមើលទាំងអស់គ្នាតើម៉ូតូនេះមូលហេតុអ្វីមកជិះទៅចេះតែរៀងទីងអញ្ចឹងមកកាសម៉ូតូគាត់ពិបាកក្នុងការជិះបាទទីបានប៉ុន្តែជិះមិនត្រូវស្រួលចិត្តអញ្ចឹងក៏សម្រាប់យកជំរុញធ្វើឲ្យបាទដើម្បីឲ្យអស់ចំណងក្នុងចិត្តតើម៉ូតូហ្នឹងមានបញ្ហាអ្វីឥឡូវបានយកមកដល់ជំរុញហើយឥឡូវជំរុញចាប់ដើមធ្វើឲ្យគាត់ឲ្យដើម្បីអស់នៅបញ្ហានៅក្នុងចិត្តរបស់គាត់ឥឡូវចាប់ដើមមើលដល់គ្នាបាទយើងដោះកន្លែងកបាំងនេះសិនដើម្បីយើងដោះនៅចង្កូតចេញបាទដោះនៅចង្កូតចេញដើម្បីងាយស្រួលរឿងឆ្លាស់នៅកន្លែងយើងធ្វើការផងដែរហើយកាលណាវាចង្អៀតគឺយើងរៀងពិបាកដល់តិចបាទព្រោះម៉ូតូនេះគឺអាវរៀងខ្សែច្រើនតិចហើយក៏មានកលឹះផងដែរចាំមិនមែនស្រួលដូចពួកសងទេគឺរៀងពិបាកប៉ុន្តែចំពោះខ្ញុំវាមានពិបាកទេបងប្អូនបាទគ្រាន់តែយើងដោះចេញមកវាយូរតិចតែប៉ុណ្្នឹងហើយបាទឥឡូវយើងចាប់ដើមមើលទាំងអស់គ្នាបាទដោះដងមួយដល់ឲ្យបងប្អូនមើលដោះខ្សែហើយក៏ត្រូវជួយពិនិត្យមើលផងដែរបងប្អូនកាលណាបងប្អូនមើលបានគ្រប់ជ្រុងជ្រោយបាទនឹងអាចទៅបាក់កលឹះឬក៏បាក់នៅជើងបាទហើយហ្នឹងចឹងកោះមើលប្រហើបមើលម្ដងពីរម្ដងតិចបាទយើងហ្នឹងអត់បានដោះចេញអត់ទេបាទគ្រាន់តែបង្ហើបកន្លែងគោដៃយើងត្រូវការធ្វើបាទចា៎ណាយើងដោះចេញទាំងអស់គឺពិបាកវិញឆ្ងាយគ្រាន់តែយើងប្រើប៉ុណ្ណឹងមកឲ្យរឿងឆ្លាតតិចបាទហើយកម្មវិធីគឺយើងនៅអាយខាងក្រោយយើងបើបន្តិចបាទក៏យើងយកខ្សែដោះខ្សែចង្កូតខាងមុខចេញដើម្បីយើងយកចង្កូតចេញក្នុងការងាយស្រួលយើងមើលកន្លែងត្រឡប់ចានបាទកន្លែងក្របត្រឡប់ចានហ្នឹងតើវាមានបញ្ហាអ្វីឥឡូវយើងចាប់ដើមយកឡើងមកលើសិនដើម្បីដកចេញឲ្យវាស្រួលឆ្លាស់ដល់ណាយកចូលចេញទេគឺធ្វើការថែទេបាទបញ្ហាគោលដៅគឺនៅកន្លែងហ្នឹងហើយចំណុចដែលយើងត្រូវធ្វើបាទចំណុចយើងត្រូវធ្វើឥឡូវចាប់ដើមដកចេញម៉ាស៊ីនបាទដកចេញម៉ាស៊ីនដើម្បីឲ្យវារៀងឆ្លាស់តើមកពីបញ្ហាហ្នឹងតើដូចជំរុញគាត់និយាយឬក៏ជំរុញកុហកបាទឥឡូវចាំបីជានិភាពស្មោះត្រង់បងប្អូនបាទឥឡូវយើងមើលដល់គ្នាទៅបាទកុំឲ្យពិបាកវាឆ្ងាយបាទឥឡូវយើងចាប់ដើមចេញមកបាទយើងលេចមកខាងក្រោយបាទខាងក្រោយឥឡូវយើងចាប់ដើមយកសោយើងយកមកដោះខ្សែសិនបាទដោះខ្សែរួចអស់ហើយយើងចាប់ដើមមូយកខ្សែចេញបាទដើម្បីយើងយកបូមបាទចំពោះបូមហ្នឹងគឺក៏ស្មាបូមតម្លាក់យកចេញមកខាងក្រោមដើម្បីយើងមើលក្របចានបាទតែក្របចានហ្នឹងតម្លាក់ឬក៏ចានហ្នឹងក៏តម្លាក់សឹកបាទឥឡូវយើងមើលដល់នេះយកចេញរួចរាល់បងប្អូនបាទនេះគឺតម្លាក់បាទតម្លាក់នេះហើយគឺជាបញ្ហាពេលយើងងាកចង្កូតទៅឆ្វេងទៅស្ដាំទៅវារៀងក្រឹបរៀងរឹងតឹងទីបងប្អូនបាទអញ្ចឹងយើងត្រូវដូរឲ្យចាននេះចេញហើយដូរនៅក្របផងដែរបាទក្របដាងចានផងដែរឥឡូវចាប់ដើមមើលដល់គ្នាឃើញបងប្អូនបាទឥឡូវដូររួចរាល់អស់ហើយបាទខាងក្រោមគឺយើងត្រូវដូរដែរដូរខាងលើខាងក្រោមទាំងពីរបាទដើម្បីឲ្យយើងជិះទៅវាស្រួលវិញបងប្អូនបាទឥឡូវចាប់ដើមមើលដល់គ្នាយើងដាក់ចានចូលទៅហើយត្រឹមទីគឺយើងចាប់ដើមរៀបនៅបណ្ដាបាទហើយគឺយើងដាក់ខ្លាញ់មកដែរហើយខ្ញុំអាចខ្លាញ់គឺយើងដាក់ខ្លាញ់ល្អបាទហើយយកខ្លាញ់ធម្មតាដាក់ទេព្រោះឯកន្លែងជំរុញគឺត្រូវធ្វើដាក់របស់ល្អចឹងហើយបាទព្រោះយើងយកដាក់ខ្លាញ់នេះខ្លាញ់ល្អហើយតម្លៃក៏រៀងថ្លៃផងដែរបាទបើយើងប្រើខ្លាញ់នឹងកំប៉ុងធម្មតាគឺប្រើបានយូរទេបាទប្រើយូរទៅអាចនឹងកកយូរអាចនឹងវាស្អិតខ្លាំងក្រាបខ្លាយជាដីពេលរៀងស្អិតបាទប្រើបានយូរទេ
ចឹងយើងដាក់ខ្លាញ់ល្អមកគឺប្រើបានយូរបាទគឺវាអត់មានកកមានអីទេអត់ងាយទេគឺប្រើចប់បានយូរ10ឆ្នាំបាទឥឡូវយើងរៀបរួចរាល់ហើយបាទហើយចាប់ផ្ដើមដាក់យើងបូមយើងដាក់បញ្ចូលទៅវិញបាទស្មាបូមយើងជាមួយនឹងចានក្របកណ្ដាលបាទឥឡូវយើងដាក់បញ្ចូលទៅហើយរួចហើយបងប្អូនបាទបងប្អូនមើលទៅអញ្ចឹងមើលថាលៀនណាបងប្អូនបាទពេលជាធ្វើបានយូរបងប្អូនបាទឥឡូវចាប់ដើមមួយចូលទៅយើងរឹតទឹកខ្សៅបាទយើងរឹតទឹកខ្សៅយើងឲ្យជាប់សិនបានយើងយកសោយើងយកមករឹតតាមក្រោយបាទយើងរឹតតាមក្រោយឥឡូវចាប់ដើមមើលដល់គ្នាបាទហើយខ្សៅនេះគឺមានពីរត្រង់ហ្នឹងដែរបាទខ្សៅនេះមិនមែនតែមួយជាន់ទេណាមានពីរជាន់ខ្សៅហ្នឹងបាទហើយចំពោះការរឹតហ្នឹងគឺរឹតហើយយើងត្រូវពង្វល់មើលតើវាតឹងខ្លាំងពេកឬក៏ធូរខ្លាំងពេកហើយការរឹតនេះផងដែរគឺយើងរឹតមករឿងតឹងឬស្អាតៗក៏យកធូរពេកទេបងប្អូនគឺយើងតឹងតិចបាទហើយមើល